Group tí cái lái tay từ miền Ấn Độ Sao rí nâng ca trong chăm hai tin ní cứ chia cái lái của mà rập bọc nhung group cái lái nơi tin ní cứ chia ca trong chăm môi đặc nhung mình ai cũng plei bàn chỉ vật nơi tin ní vì bài thò mặt đà còn tay vì chia cái lái đẹp đo nơi sập hẹp mình cố từ đôi chia ca sải láiពេលដែលខ្ញុំនៅក្មេងខ្ញុំចំណាយពេលច្រើនក្នុងការរត់លេងទៅវាលស្រែជាមួយមិត្តភ័ក្តិរបស់ខ្ញុំយើងឡើងដើមឈើយើងទៅស្ទូចត្រីជាពិសេសយើងមើលថ្ងៃលិចជាមួយគ្នាបន្ទាប់ពីយើងលេងមួយថ្ងៃពេញយើងមិនមានអីដែលជារបស់ថ្លៃៗលេងទេប៉ុន្តែគ្រប់យ៉ាងនៅទីនេះធម្មជាតិនៅទីនេះគឺជាកន្លែងលេងដ៏មានក្តីសុខរបស់ពួកយើងនៅពេលព្រឹកយើងតែងើបឡើងជាមួយនឹងភាពស្រស់ស្រាយយើងស្ដាប់សំឡេងសត្វយំក៏ដូចជារួមបញ្ចូលជាមួយនឹងសំឡេងមាន់រងាវធ្វើឲ្យយើងងើបឡើងជាមួយនឹងថ្ងៃថ្មីគ្រប់ប្រជាកសិករគាត់នាំគ្នាទៅស្រែមុននឹងថ្ងៃចាប់ផ្ដើមរះមកហើយសិស្សសាលានាំគ្នាដើរទៅសាលាជាមួយនឹងស្នាមញញឹមប្រជាជននៅភូមិរបស់ខ្ញុំតែងតែផ្ដល់ឲ្យនូវក្តីស្រឡាញ់និងការស្វាគមន៍ពួកគាត់ជួយគ្នានឹងចែករំលែកម្ហូបក៏ដូចជាធ្វើបុណ្យរួមគ្នាជាគ្រួសារហើយអ្វីៗទាំងអស់នេះគឺបានធ្វើឲ្យខ្ញុំស្គាល់នៅតម្លៃនៃសហគមន៍ក៏ដូចជាការគោរពគ្នាទៅវិញទៅមកបើទោះជាពេលវេលាបានផ្លាស់ប្ដូរទៅយូរឆ្នាំយ៉ាងណាប៉ុន្តែការចងចាំក៏ដូចជាអីដែលគ្រប់យ៉ាងដែលយើងបានធ្វើពីមុនហ្នឹងគឺវានៅដិតជាប់នៅក្នុងបេះដូងរបស់ខ្ញុំនៅកន្លែងនេះមិនមែនគ្រាន់តែជាកន្លែងកើតទេប៉ុន្តែវាគឺជាកន្លែងដែលយើងបានរៀននៅគុណតម្លៃពីគ្រួសារនៃការស្រឡាញ់ពីមិត្តភ័ក្តិនិងប្រជាជនទាំងមូលនៅក្នុងសហគមន៍បើទោះជាយើងដើរទៅឆ្ងាយប៉ុណ្ណាឬក៏យើងបានខ្លាយទៅជានរណាប៉ុន្តែការចងចាំមួយនេះគឺតែងតែដិតជាប់នៅក្នុងខួរក្បាលខ្ញុំជានិច្ចអរគុណសម្រាប់ការមើលវីដេអូនេះដល់ចប់ខ្ញុំសង្ឃឹមថាការចងចាំមួយនេះនឹងធ្វើឲ្យអ្នកទាំងអស់គ្នានឹករលឹកដល់អ្វីដែលអ្នកទាំងអស់គ្នាធ្លាប់បានធ្វើពីមុនមក